តើព្រះទ្រង់មានអំណាចប៉ុណ្ណាដែរចង់ដឹងអំពីអំណាចរបស់ផងព្រះអង្គទេបើសិនជាចង់ដឹងសូមតាមដានទាំងអស់គ្នាខ្ញុំបាទសូមជម្រាបសួរលោកអ្នកបងប្អូននៅក្នុងព្រះគុណនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទឈ្មោះធឿតជានជាគ្រូគង្វាលបម្រើព្រះអង្គនៅក្នុងប្រទេសកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីនឹងជួយគ្រីស្ទបរិស័ទខ្មែរស្វែងយល់អំពីព្រះបន្ទូលរបស់ផងព្រះអង្គនិងអ្វីដែលគ្រីស្ទបរិស័ទធ្វើយើងបានបន្តអំពីវីដេអូមុនអំពី series ដែលនិយាយអំពីលក្ខណៈសម្បត្តិរបស់ផងព្រះអង្គនៅថ្ងៃនេះយើងបន្តអំពីលក្ខណៈសម្បត្តិរបស់ផងព្រះអង្គដែលនិយាយអំពីអំណាចលើទាំងអស់របស់ផងព្រះអង្គកាលណាដែលយើងនិយាយថាអំណាចលើទាំងអស់គឺសំដៅទៅលើអំណាចដែលគ្មានដែនកំណត់គ្មានអ្នកណាកំណត់អំណាចនោះបានឡើយអ្វីដែលព្រះទ្រង់មានអំណាចលើទាំងអស់គឺទ្រង់អាចធ្វើបានបើទោះបីជាមនុស្សធ្វើមិនបានមនុស្សពិបាកនឹងធ្វើប៉ុន្តែមិនពិបាកសម្រាប់ព្រះធ្វើនោះឡើយការមួយដែលមានបន្ទូលគឺនៅក្នុងគម្ពីរបានតាកតងទៅនឹងនាងម៉ារីដែលទេវតាបាននិយាយទៅនាងដែលនាងមិនដែលគេងឬក៏រួមរាជជាមួយនឹងប្រុសណាសោះនាងថានាងនឹងមិនអាចទៅរួចនឹងមានកូនប៉ុន្តែទេវតាបានមានបន្ទូលអំពីអំណាចរបស់ផងព្រះគឺនៅក្នុងគម្ពីរលូកាជំពូក1ខ37បានមានបន្ទូលថាបិទការអ្វីដែលព្រះទ្រង់ធ្វើពុំបាននោះគ្មានសោះឡើយអស់លោកអ្នកបងប្អូនពេលណាដែលយើងឮថាអ្វីដែលព្រះទ្រង់ធ្វើមិនបាននោះគ្មានសោះឡើយនោះមិនសំដៅរួមបញ្ចូលនឹងការអាក្រក់នោះទេទ្រង់ធ្វើសិតតែការល្អទ្រង់មិនធ្វើអំពើបាបឬមួយក៏អំពើល្ងីល្ងើអំពើដែលគ្មានប្រាជ្ញាទ្រង់មិនធ្វើនោះទេប៉ុន្តែទ្រង់ធ្វើបានទាំងអស់នេះគឺសំដៅទៅលើការល្អទាំងអស់ដែលព្រះទ្រង់ធ្វើកាលណាដែលយើងនិយាយអំពីការដែលព្រះទ្រង់មានពោពេញទៅដោយអំណាចលើទាំងអស់គឺទ្រង់បានបង្កើតរបស់ទាំងអស់ផងដែររបស់ទាំងអស់ដែលលោកអ្នកបានមើលឃើញនិងមើលមិនឃើញសុទ្ធតែជាស្នាព្រះហស្ថទ្រង់ដែលទ្រង់បានបង្កើតមកព្រះទ្រង់បានបរិយាយនៅក្នុងព្រះបន្ទូលរបស់ផងព្រះអង្គនៅក្នុងព្រះគម្ពីរទំនុកដំកើងចំពុក33ខ6បានមានបន្ទូលដូចនេះដីមេឃបានកើតមកដោយសារព្រះបន្ទូលព្រះយេហូវ៉ាហើយពួកពលបរិវារនៅលើនោះបានកើតមកដោយសារខ្យល់ពីព្រះអស់ទ្រង់អរលោកអ្នកបងប្អូនពេលដែលលោកអ្នកបងប្អូនឮពីព្រះបន្ទូលដែលទ្រង់បានមានបន្ទូលដូចនេះថាផ្ទៃមេឃជារបស់ផងទ្រង់ដែលទ្រង់បានបង្កើតមកហើយយើងឃើញថាទាំងពលបរិវារនៅលើនោះក៏បានកើតមកដោយសារតែខ្យល់ដង្ហើមរបស់ផងព្រះអង្គដែលចេញពីព្រះអស់ដូច្នេះបើសិនជាយើងមើលអ្វីដែលទ្រង់ធ្វើទ្រង់តែងតែធ្វើរបស់ដែលមិនមានឲ្យមានឡើងអំពីដើមមិនមានអ្វីសោះប៉ុន្តែទ្រង់បង្កើតឲ្យមានឡើងបើសិនជាយើងនិយាយអំពីមនុស្សគឺមនុស្សឆ្នៃអ្វីមួយដូចជាពីដែកពីឈើគឺតែងតែយកឈើរបស់ផងព្រះដែលព្រះអង្គបង្កើតឬក៏ដែករបស់ផងព្រះអង្គបង្កើតនោះឆ្នៃទៅធ្វើអ្វីមួយយ៉ាងទៀតដោយសារតែមានវត្ថុធាតុដើមស្រាប់ហើយគាត់យកវត្ថុធាតុដើមដែលព្រះបង្កើតនោះទៅធ្វើអ្វីមួយផ្សេងទៀតប៉ុន្តែព្រះទ្រង់មានអំណាចព្រះអង្គមិនបានយកវត្ថុធាតុដើមពីអ្នកណាមួយទៅឆ្នៃធ្វើអ្វីមួយឲ្យកើតម្យ៉ាងផ្សេងទៀតទេប៉ុន្តែទ្រង់បានយកព្រះអស់របស់ផងព្រះអង្គមានបន្ទូលហើយក៏កើតរបស់ដែលមិនមាននោះស្រាប់តែមានឡើងនេះគឺជាអំណាចដែលលើទាំងអស់មួយគឺជាស្នាព្រះហស្ថដែលទ្រង់បានបង្កើតអរលោកអ្នកបងប្អូនបើសិនជាយើងមើលពីអំណាចដែលលើទាំងអស់គឺទ្រង់មិនត្រឹមតែមានអំណាចនៅជុំវិញយើងនោះទេអំណាចដែលបង្កើតរបស់នៅជុំវិញយើងនោះទេលើធម្មជាតិនិងអ្វីផ្សេងទៀតប៉ុន្តែព្រះដែលមានអំណាចលើទាំងអស់ក៏មានអំណាចនៅក្នុងយើងផងដែរនៅក្នុងមនុស្សផងដែរបើសិនជាយើងមើលទៅលើរឿងមួយដែលនៅក្នុងព្រះគម្ពីរគឺមានរឿងដែលគួរឲ្យអស្ចារ្យមែនទែនទាក់ទងទៅនឹងលោកអាប់រ៉ាហាំនិងលោកយេសារ៉ាដែលលោកទាំងពីរមានវ័យចំណាស់ណាស់ទៅហើយថ្ងៃមួយទេវតាបានមកជួបនឹងអាប់រ៉ាហាំព្រះក៏នៅជាមួយដែរហើយទ្រង់បានមានបន្ទូលនឹងអាប់រ៉ាហាំថាសារ៉ានឹងមានកូនប៉ុន្តែសារ៉ាបែរជាសើចទៅវិញនៅក្នុងពេលដែលសារ៉ាមានអាយុ89ឆ្នាំនោះទៅហើយដូច្នេះក្នុងខគម្ពីរបានបរិយាយបញ្ជាក់យ៉ាងដូចនេះគឺនៅក្នុងព្រះគម្ពីរលោកុបាទជំពូក18ខ13និងខ14មានបន្ទូលថាតែព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអាប់រ៉ាហាំថាហេតុអ្វីបានជាសារ៉ាសើចដូច្នេះថាដែលចាស់ប៉ុណ្ណេះហើយតើនឹងមានកូនដែរឬតើមានការអ្វីដែលព្រះយេហូវ៉ាធ្វើមិនកើតដែរឬអីដល់វេលាកំណត់នោះអញនឹងមកឯង
lúcគ្រប់ខែហើយសារ៉ានឹងបង្កើតបានកូនប្រុសមួយអស់លោកអ្នកបងប្អូនពេលដែលយើងមើលខគម្ពីរនេះគឺហាក់ដូចជាឆ្លុះបញ្ចាំងអំពីការដែលសារ៉ាមិនមានជំនឿទៅលើព្រះនោះទេពីព្រោះនាងវ័យមានវ័យចំណាស់ទៅហើយប៉ុន្តែអ្វីដែលព្រះទ្រង់បានមើលឃើញគឺសារ៉ាបានសើចចំអកទៅវិញប៉ុន្តែយើងឃើញថាព្រះបានមានបន្ទូលថាតើមានការអ្វីដែលព្រះទ្រង់ធ្វើមិនកើតដែរទេឬអីចម្លើយគឺថាគ្មានការអ្វីដែលព្រះទ្រង់ធ្វើមិនកើតនោះទេអរអ្នកបងប្អូនបើសិនជាយើងមើលទៅលើអ្វីដែលកើតឡើងតាមដានតទៅទៀតគឺរយៈពេល1ឆ្នាំសារ៉ាមានកូនប្រុសមួយមានកូនប្រុសមួយមែនទេហើយអ្វីដែលសារ៉ាមានគឺដូចជាព្រះទ្រង់បានមានបន្ទូលដូច្នោះដែរអរអ្នកបងប្អូនគិតពិចារណាមើលក្នុងអាយុ89 90ឆ្នាំតើអាចទៅរួចទេដែលព្រះដែលនឹងមានកូនទៅរួចនោះការពិតទៅយើងមិនអាចសន្មត់បានថាបើសិនជាយើងនិយាយថាក្នុងន័យជាមនុស្សមិនអាចកើតឡើងបាននោះទេយើងមិនអាចធ្វើកើតឡើងបាននោះទេប៉ុន្តែក្នុងអ្វីដែលយើងជឿដល់ព្រះអង្គអរលោកបងប្អូនគ្មានអ្វីដែលព្រះធ្វើមិនកើតនោះទេចំពោះមនុស្សនឹងមិនធ្វើកើតទេប៉ុន្តែព្រះគ្មានអ្វីដែលទ្រង់នឹងធ្វើមិនកើតនោះឡើយម្ល៉េះហើយបានជាមានការអស្ចារ្យកើតឡើងរឿងនេះបើសិនជាលោកអ្នកបងប្អូនយកមកដាក់នៅក្នុងជីវិតលោកអ្នកបងប្អូនយើងត្រូវដឹងថាព្រះទ្រង់គ្មានកំណត់ថាអ្វីដែលទ្រង់ធ្វើមិនកើតនោះទេឲ្យតែយើងស្ដាប់បង្គាប់ចុះចូលស្ដាប់បង្គាប់ដល់ព្រះអង្គហើយដើរតាមព្រះមេគីរបស់ផងព្រះអង្គនឹងមានការអស្ចារ្យកើតឡើងដូចជាលោកយេសារ៉ាផងដែរអរអ្នកបងប្អូនអំណាចរបស់ផងព្រះពិតជាមិនមានដែនកំណត់ដើម្បីកំណត់ថានឹងធ្វើការអ្វីមិនកើតនោះទេទ្រង់ធ្វើកើតទាំងអស់ដូច្នេះការដែលទ្រង់ធ្វើកើតគឺទាមទារឲ្យយើងចុះចូលស្ដាប់បង្គាប់និងដើរតាមព្រះមេគីរបស់ផងព្រះអង្គនោះអំណាចនោះនឹងធ្វើឲ្យយើងមានការអស្ចារ្យជាមិនខាតខ្ញុំសង្ឃឹមថាលោកអ្នកបងប្អូននឹងចុះចូលហើយស្ដាប់បង្គាប់នឹងអំណាចរបស់ផងព្រះអង្គផងដែរដើម្បីទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងជីវិតលោកអ្នកបងប្អូនហើយបើសិនជាលោកអ្នកបងប្អូនមានសំណួរទាក់ទងនឹងអ្វីផ្សេងជំនឿគ្រិស្តបរិស័ទឬអ្វីដែលគ្រិស្តបរិស័ទធ្វើសូមសួរមកយើងផងដែរនៅក្នុង comment ខាងក្រោមដើម្បីយើងបានធ្វើវីដេអូឆ្លើយតបនៅថ្ងៃអនាគតស្គមជួបគ្នាម្ដងទៀតនៅពេលក្រោយសូមអរគុណនិងសូមជម្រាបលា